ចាប់ប្រិយមិត្តទូទាំងជនងាកមកប្រតិការព័ត៌មានជាបន្តទៀតតកតងទៅនឹងខេត្តបាត់ដំបងចាស់គឺរដ្ឋមន្ត្រីឧក្រាបុនចានាំយកគ្រឿងឧបភោគបរិភោគរបស់សម្ដេចទាំងពីរចែកជូនកងទ័ពនៅស្រុករតនមណ្ឌលខេត្តបាត់ដំបងដើម្បីផ្សារភ្ជាប់រវាងសមភូមិចាសមរភូមិមុខចាជាមួយសមរភូមិក្រោយនិងដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាខ្មែរខាងមុខនេះលោកបណ្ឌិតឧក្រាបុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនាព្រឹកថ្ងៃទី3មេសាឆ្នាំ2017នេះបាននាំយកអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្ដេចកតេប្រិទ្ធបណ្ឌិតចែកជូនកងទ័ពនៃកងពលតូចថ្មើរជើងលេខ52ចំណុះចាគឺយុទ្ធភូមិភាគ5នៅភូមិសេកសកឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបងចំណែកទាំងនោះចាស់គឺអំណោយទាំងនោះគឺរួមមានអង្គរ4តោនទឹកក្រូចដបធំ20យួរទឹកបរិសុទ្ធ100កេសមី200កេសទឹកស៊ីអ៊ីវ50យួរស្ករស200គីឡូក្រាមប្រេងឆា300លីត្រនំអន្សម500នំចាន់នំតៃលាវចា5ធុងនិងនំធុងគឺ5ធុងនៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារកងទ័ពចំនួន60នាក់នៅក្នុងម្នាក់ទទួលបានសារ៉ុងចាថវិកា20000រៀលឧបត្ថម្ភដល់នាយទាហានរងនិងពលទាហានចំនួន600នាក់នៅក្នុងម្នាក់ទទួលបានថវិកា40000រៀលព្រមទាំងឧបត្ថម្ភថវិកា$5000ដល់បញ្ជាការកងពលតូចថ្មើរជើងលេខ52សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពផងដែរបាទនេះគឺជាទឹកចិត្តមួយដែលអាយដាមបណ្ឌិតតែងតែយកចិត្តទុកដាក់បាទចំពោះកងកម្លាំងនៅតាមសមរភូមិបាទអាយដាមបានតែងតែពំនាំឬអំណោយបាទរបស់សម្ដេចទាំងពីរបាទសម្ដេចកតេប្រិទ្ធបណ្ឌិតក៏ដូចជាសម្ដេចតេជោហ៊ុនសែនបាទជូនទៅដល់កងទ័ពដែលយកចិត្តទុកដាក់បាទការពារជាតិក៏ដូចជាការពារនៅតាមព្រំដែននីមួយៗបាទ